សួស្តីបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹង TikTok បន្តិចបងប្អូនដែលបងប្អូនយើងគឺថាឮតែគេថា TikTok ហ្នឹងអាចរកលុយបានណាដែលវាមានមុខងាររកលុយហើយការបង្ហាញខ្ញុំលើកនេះគឺខ្ញុំបង្ហាញនៅលើកុំព្យូទ័រតាមពិតនៅលើទូរស័ព្ទហើយនៅលើកុំព្យូទ័រគឺយើងឆែកបានដូចគ្នានៅលើទូរស័ព្ទគឺវាងាយស្រួលក្នុងការផុសបងប្អូនតោះឥឡូវយើងចាប់ផ្ដើមមើលជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបើសិនជានៅលើកុំព្យូទ័រតើវានឹងចេញបែបណាហើយនេះអាចជាវីដេអូទី1របស់ខ្ញុំដែលខ្ញុំដូចថាចេញសម្រាប់បងប្អូនយើងដែលអ្នកដែលតែងតែគ្រប់គ្រងវីដេអូរបស់ខ្ញុំណាតោះឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាយើងវាយ TikTok កន្លែងនេះមកហើយ TikTok នេះគឺខ្ញុំភ្ជាប់ជាមួយនឹង Gmail ទេបងប្អូនអូខេឥឡូវយើងវាយដាក់ថា TikTok នេះ TikTok login មកយើងវាយឲ្យ TikTok មកយើងយកពាក្យថា login ឥឡូវយើង log តាមវាទាំងអស់គ្នានេះបន្ទាប់ពី log ហើយចាំវាបន្តិចបងប្អូនអញ្ចឹងវាចេញជាទម្រង់បែបនេះអូខេឥឡូវយើងនេះអូហើយកន្លែងនេះមកអូកន្លែងហ្នឹងមកឥឡូវខ្ញុំដាក់វាត្រូវស្មើសិនមើលសិនដូចជាសញ្ញាកណ្ដឹងឯងអូខេប្រឡែងវាវិញទៅគឺវាចេញបែបនេះអូខេខ្ញុំបិទសលេងសិនបងប្អូនហើយវីដេអូរបស់ខ្ញុំគឺខ្ញុំនឹងធ្វើដូចថាអត់ប្រើ AI ទេបន្តមកទៀតខ្ញុំធ្វើការចុច login យើងចុច login យើងកលេចមកនេះក៏បានមកខាងនេះក៏បានដែរយើងចុច login មក login អូខេបន្តមកទៀតគឺខ្ញុំ login ជាមួយនឹងដូចថា Gmail នៅក្នុងផ្ទាំងហ្នឹងបងប្អូននេះគឺ Google យើងហ្នឹងគឺ Gmail ហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺយើងមានជំរើសណាទី1 QR យើងដូចឧទាហរណ៍ថាយើងមាននៅក្នុងទូរស័ព្ទមួយទៀតអីចឹងយើងក៏ចុចឡើងហ្នឹងហើយយើង scan ពីទូរស័ព្ទ TikTok ក្នុងទូរស័ព្ទរបស់យើងមកគឺចូលបានហើយកន្លែងនេះបើសិនជាយើងដាក់ដូចថាបង្កើត TikTok ជាមួយលេខទូរស័ព្ទអញ្ចឹងយើងអាចប្រើកន្លែងនេះជាមួយ Facebook របស់យើងជាមួយ Gmail ឬក៏យើងហៅថា Google ក៏បានដែរជាមួយនឹង LINE ជាមួយនឹង Kakao Talk ជាមួយនឹង Apple ID ក៏បានដែរអញ្ចឹងយើងយកជំរើសមួយណាក៏បានអាស្រ័យទៅលើ TikTok របស់យើងហ្នឹងយើងបង្កើតជាមួយនឹងអីគេហើយ TikTok របស់ខ្ញុំនេះគឺខ្ញុំបង្កើតជាមួយនឹងដូចថា Gmail ក៏ដូចជា Gmail YouTube បងប្អូនតោះឥឡូវយើងចុចលើហ្នឹងទាំងអស់គ្នាមកបន្តមកទៀតគឺនេះបងប្អូនប្រហែលជាឃើញហើយនេះគឺ Gmail របស់ខ្ញុំហើយឥឡូវខ្ញុំមិនដឹងថាខ្ញុំផុសបានអត់ទេនេះបើសិនជាផុសមិនបានខ្ញុំនឹងធ្វើការផុសវីដេអូហ្នឹងម្ដងទៀតបើសិនជាវាបង្ហាញកន្លែងហ្នឹងឥឡូវ YouTube វាចាប់ណាបងប្អូនបើសិនជាមាន Gmail មានអីភាគច្រើនវាច្រើនតែលុបវីដេអូយើងចេញពី YouTube ហ្មងណាអញ្ចឹងយើងចុចជាមួយ Gmail ហ្នឹងមកអូខេអញ្ចឹងកន្លែងណាដែលខ្ញុំគិតថាខ្ញុំនឹងធ្វើការបាំងខ្លះគឺខ្ញុំនឹងបាំងដើម្បីកុំឲ្យ YouTube ហ្នឹងវាចាប់ឬក៏លុបវីដេអូរបស់យើងចោលណាអូខេយើងចុច continue មកបន្តមកទៀតមើលសិននេះគឺវាទៅហើយគឺងាយស្រួលទេបងប្អូនហើយនៅលើទូរស័ព្ទក៏ដូចគ្នាដែរអូខេយើងចាំសិនតោះឥឡូវយើងមកឆែកមើលទាំងអស់គ្នាថាតើ TikTok ហ្នឹងគឺជា TikTok ខ្មែរឬក៏ TikTok ដែលដូចថា TikTok បរទេសណាអញ្ចឹងយើងចុចមកកាន់នេះកន្លែងនេះបងប្អូនអូខេប្រហែលជាបងប្អូនមើលឃើញនេះកន្លែងនេះណាអញ្ចឹងយើងចុចលើហ្នឹងមកចុចលើហ្នឹងយើងមើល TikTok ហ្នឹងទាំងអស់គ្នាហើយខ្ញុំផុសហ្នឹងខ្ញុំផុសពីគោឯនេះផុសពីគោអញ្ចឹងឥឡូវយើងចូលឡើងនេះទាំងអស់គ្នាមកចូលឡើងនេះទាំងអស់គ្នាដើម្បីយើងមើលនេះណាបងប្អូនខ្ញុំមើលសិនកន្លែងណាទេដែលយើងអាចឆែកបាននេះ TikTok ហ្នឹងគឺជា TikTok ជប៉ុន TikTok ជប៉ុនណា TikTok ជប៉ុនតោះឥឡូវយើងចូលមើលថាតើវាមានលក្ខខណ្ឌអីគេខ្លះដែលដូចថាយើងអាចរកលុយជាមួយវាបានណាឥឡូវខ្ញុំរកទាំងអស់គ្នាខ្ញុំក៏ទៅតែចាប់ផ្ដើមដូចគ្នាអញ្ចឹងខ្ញុំរកមើលសិនបងប្អូនកន្លែងណាទេបើនៅលើទូរស័ព្ទយើងស្រួលរកទេអូខេឥឡូវខ្ញុំបង្ហាញនៅលើទូរស័ព្ទមួយសិននៅលើនេះខ្ញុំរកអត់ឃើញនេះបងប្អូនពេលដែលយើងចូលមកកាន់ TikTok ណាយើងចូលមកកាន់ TikTok អូខេខ្ញុំបិទសលេងសិនយើងឆែកបានស្រួលនេះនៅលើទូរស័ព្ទណាយើងចុចឡើងនេះមក
ok dân khơiแบบđó dân cho mà can lại ní hai vô nè TikTok Studio ní bọn bồn TikTok Studio đang máu chẳng dân này khơi lạc khăn để dân rột lôi năng ngày bọn bồn à lỡ dân tụi mơ tỏ kìa ní cứ chỉ TikTok máy nè khăn cáo nhóm ní cứ chỉ TikTok cho bọn chẳng việc khóc nè thòng bản năng thì tỏ lỡ dân mơ rồi bọn bị lái toàn tờ lại xì hòa cắm cả đô bị video hay đừng ca chiều à lỡ nhóm rô nó lợi công tơ ní sân bọn bồn thay vì khóc nè bạp ná nè à lỡ nhóm rô mơ sân chăm tích ok នេះគឺឃើញបងប្អូនយើងគ្រាន់តែចុចមកកាន់កន្លែងនេះកន្លែងនេះណាយើងមើលលក្ខខណ្ឌរបស់វាខុសគ្នាអីគេខ្លះអញ្ចឹងយើងចុចមកកាន់នេះ creator tool យើងចុចមកកាន់កន្លែងហ្នឹងមកមើលមួយសិនខ្ញុំរត់ឃើញចាំបន្តិចបងប្អូនម្ដងទៀតខុសអីប្រហែលជាអាចខុសនៅកន្លែងនេះបែរជាខ្ញុំរត់ឃើញណានៅលើទូរស័ព្ទគឺយើងស្រួលរកទេអូខេខ្ញុំមើលសិនចុចកន្លែងហ្នឹងម្ដងទៀតមកមើលកន្លែង creator ចុចឲ្យកន្លែង analytics view analytics នេះសិនជួយមើលមានអីអត់ឡើយហ្នឹងណាប្រហែលជានៅលើនេះយើងរត់ឃើញទេមើលទៅមកពីខ្ញុំអត់ចេះក៏មិនដឹងប៉ុន្តែបើនៅលើទូរស័ព្ទគឺខ្ញុំស្រួលបង្ហាញបងប្អូនទេប៉ុន្តែដល់ពេលនៅលើកុំព្យូទ័រទី1ដូចគ្នាដល់ពេលអញ្ចឹងទៅរៀងពិបាកបន្តិចអីអូខេខ្ញុំរកលក្ខខណ្ឌហ្នឹងអត់ឃើញមែនបងប្អូនហើយកន្លែងវាកំណត់អីគេខ្លះណាឥឡូវចូលឡើងហ្នឹងម្ដងទៀតមិនអស់ចិត្តសោះចូលមកហើយក៏សូមអភ័យទោសសម្រាប់ដូចថាកំហុសឆ្គងដែលដូចថាឥឡូវខ្ញុំចូលឡើង Live Store ចូលនេះសិនចូលមើលវិញសិនមកខ្ញុំមើលសិនអូខេដូចជាអត់ទេយើងថយវិញទៅអត់ដឹងកន្លែងណាកន្លែងនេះរោមឃើញមែនតាបើនៅលើទូរស័ព្ទគឺអូខេអូដូចជាឃើញនៅក្រោមនេះ program អីគេចុចមួយសិនមើលសិនអូខេសន្មតថារោមឃើញចុះចាំខ្ញុំបង្ហាញនៅលើទូរស័ព្ទវិញឥឡូវឧទាហរណ៍នៅលើទូរស័ព្ទបងប្អូនពេលដែលយើងលេង TikTok ហើយយើងចូលមកកាន់ profile យើងអញ្ចឹងបងប្អូនក៏អាចចុចកន្លែងនេះមកនេះចុចកន្លែងហ្នឹងហើយយកកន្លែងនេះ TikTok Studio នេះមកអូខេអញ្ចឹងវានឹងឃើញលក្ខខណ្ឌហើយឃើញលក្ខខណ្ឌឡើយនេះណាឃើញលក្ខខណ្ឌនេះឃើញលក្ខខណ្ឌឡើយហ្នឹងដើម្បីដូចថាយើងអាចរកលុយជាមួយនឹងវាបានហើយវាអត់អាចដាក់ជាមួយនឹងកងធនាគាររបស់យើងបានទេបងប្អូននៅពេលដែលគ្រប់ចាំខ្ញុំធ្វើការ set up ជូនដូចថាបង្ហាញបងប្អូនយើងដើម្បីឲ្យបងប្អូនយើងហ្នឹងដូចថាយកទៅពិចារណាថាតើយើងត្រូវរកលុយជាមួយនឹង TikTok អត់ណានៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញបងប្អូនប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងជួយ Subscribe ដើម្បីបានវីដេអូថ្មីតាក់ទងជាមួយនឹងការរកលុយ YouTube ការរកលុយជាមួយ TikTok ការរកលុយជាមួយនឹង Facebook Page អរគុណ